តើនឹងមានអ្វីកើតឡើងប្រសិនបើប្រទេសរុស្ស៊ីចង់ធ្វើសង្គ្រាមជាមួយប្រទេសទាំងអស់ក្នុងពិភពលោកទ្វីបអឺរ៉ុបនឹងត្រូវរងផលប៉ះពាល់ជាលើកដំបូងដោយកងកម្លាំងរុស្ស៊ីវាយប្រហារប្រទេសដូចជាអ៊ុយក្រែននិងប្រទេសអឺរ៉ុបខាងកើតអង្គការ NATO នឹងឆ្លើយតបភ្លាមៗដោយរៀបចំការប្រយុទ្ធតបអាវុធនុយក្លេអ៊ែររបស់រុស្ស៊ីនឹងក្លាយជាការគំរាមកំហែងដ៏គួរឲ្យភ័យខ្លាចសម្រាប់ពិភពលោកទីក្រុងធំៗដូចជា Washington DC ឡុងនិងប៉ារីនឹងត្រៀមខ្លួនសម្រាប់ការវាយប្រហារដែលអាចកើតមានខណៈប្រព័ន្ធការពារពិភពលោកកំពុងព្យាយាមទប់ស្កាត់មីស៊ីលណាមួយដែលត្រូវបានបាញ់ចេញចិនដែលកំពុងត្រូវស្ថិតក្នុងសម្ព័ន្ធភាពត្រូវជួបនឹងសម្ពាធដ៏ធំមួយក្នុងការជ្រើសរើសថាតើគាំទ្ររុស្ស៊ីឬរក្សាការស្ងៀមស្ងាត់ផ្នែកសេដ្ឋកិច្ចទីផ្សារពិភពលោកនឹងដួលរលំការផ្គត់ផ្គង់ថាមពលនឹងបាត់បង់ហើយពិភពលោកនឹងជួបប្រទះបញ្ហាដែលមិនធ្លាប់មានពីមុនមកចុងក្រោយការវាយប្រហាររបស់រុស្ស៊ីអាចនឹងធ្វើឲ្យពិភពលោករួមគ្នាប្រឆាំងនឹងវាបង្កើតសម្ព័ន្ធដើម្បីដេញថយវាសង្គ្រាមនេះអាចនឹងផ្លាស់ប្ដូរព្រំដែននិងនាំឲ្យមានការផ្លាស់ប្ដូរពេចៗផ្នែកនយោបាយដែលនឹងតក់ស្នាមរបួសដ៏ធំមួយសម្រាប់ជំនាន់ក្រោយៗ